លោកស្រីអ្នកគ្នានាងខ្ញុំមកតថ្ងៃនេះគឺថ្ងៃចុងក្រោយនៃឆ្នាំ2025ហើយមុននឹងឆ្លងឆ្នាំចូលឆ្នាំ2026ខ្ញុំមាន anime មួយដែលចង់និយាយឲ្យអ្នកទាំងអស់គ្នាស្ដាប់ហើយអាចស្ដាប់វីដេអូមួយនេះដើម្បីឆ្លងឆ្នាំជាមួយគ្នាវីដេអូនេះខ្ញុំនិយាយរឿង anime មួយដែលចាប់ផ្ដើមពីក្នុងកែផ្នែករបស់ឈ្មោះដែលមានឈ្មោះថា She and Her Cat តោះយើងចាប់ផ្ដើមនៅថ្ងៃភ្លៀងធ្លាក់មួយឈ្មោះកំដរក្បែរខ្លួនម្ចាស់ស្រីលេងទូរស័ព្ទរលឡើងតែម្ចាស់ស្រីមិនបានលើកទូរស័ព្ទទេឈ្មោះនៅដល់ថ្ងៃដែលម្ចាស់ស្រីរើសខ្លួនមកផ្ទះខ្លួនឯងចាប់ពីពេលនោះមកក៏ខ្លាចជាឆ្មារបស់នាងនៅក្នុងកែវផ្នែកឈ្មោះស្រីគឺជានារីចិលល្អដែលមានសម្រស់ស្រស់ស្អាតដូចទេពអប្សរមិនយូរក៏លងនឹងម្ចាស់ស្រីខ្លួនម្ចាស់ស្រីរស់នៅម្នាក់ឯងចេញទៅធ្វើការរកប្រាក់ឈ្មោះមិនដឹងថានឹងធ្វើការអ្វីទេហើយក៏មិនចាប់អារម្មណ៍ដែរលោកវង្វេងនឹងចំហាយដែលម្ចាស់ស្រីបញ្ចេញមកក្លិនទឹកអស់ថាកាយវិការស្រទន់នឹងតាក់ទាញព្រោះថ្ងៃមុនចេញក្រៅម្ចាស់ស្រីនឹងល្អៃក្បាលខ្លួនថ្នមនិយាយទំខ្លួនថាយើងចេញទៅក្រៅហើយចាំមើលមកដល់ឈ្មោះក៏មានស្នេហាតែគូគឺឆ្មាញីគួរស្រឡាញ់ឈ្មោះមីស្រឡាញ់ឈ្មោះណាឧស្សាហ៍ស្រមៃពីអនាគតពួកគេរហូតតែឈ្មោះចុងក្រោយនៅតែស្រឡាញ់ម្ចាស់ស្រីស្រឡាញ់ភាពសាមញ្ញរបស់នាងគ្រប់យ៉ាងថ្ងៃមួយមីនិយាយទៅឈ្មោះយើងរៀបការជាមួយគ្នាទៅឈ្មោះប្រាប់មីថាខ្ញុំមានមិត្តស្រីពេញវ័យម្នាក់មីមិនយល់នឹងចង់ជួបម្ចាស់ស្រីនោះបើជាប្រាប់ថាចាំនាងធំមិនទេចាំប្រាប់នាងស្នេហាពួកគេទាំងពីរក៏បានបញ្ចប់ទៅតាមរដូវ Summer ដែររដូវ Autumn មកដល់ខ្យល់រងាបក់មកនៅថ្ងៃមួយដល់ពេលបញ្ចប់ការខលដល់វែងតែស្រីក៏យំនៅក្បែរឈ្មោះយ៉ាងយូរបញ្ចេញសំឡេងដ៏ទន់ខ្សោយថាពេលវេលាកន្លងទៅបញ្ហាក៏រសាទៅដែរនាងក៏បានកាត់សក់ខ្លីមួយប្រព្រឹត្តភ្នែករដូវ Winter បានមកដល់នាងស្លៀកអាវរងាយ៉ាងក្រាស់នៅក្នុងផ្នែកឈ្មោះគឺដូចនឹងមេឆ្មាដ៏ធំមួយអញ្ចឹងនៅតាមផ្លូវរថភ្លើងដែលនាងជិះទៅធ្វើការពីដើមរហូតដល់ទីបញ្ចប់នាងក៏នៅតែម្នាក់ឯងដដែលឈ្មោះក៏នៅកំដរក្បែរនាងដូចសពដងដែរទោះយ៉ាងណាក៏ដោយក៏ជឿថានាងនៅតែស្រឡាញ់ពិភពលោកមួយនេះដដែលរឿងក៏បញ្ចប់នៅត្រង់នេះគឺជារឿងដំបូងរបស់លោកពូ Makoto Shinkai ដែលចេញនៅឆ្នាំ2000មកដល់ពេលនេះគឺកន្លងទៅ25ឆ្នាំហើយយ៉ាងទៀតនៅក្នុងរឿងសម្លេងឈ្មោះគឺលោកពូបញ្ចូលដោយផ្ទាល់គឺជាសម្លេងដ៏ស្រទន់មួយព្រោះសាច់រឿងនេះយើងអាចមើលដឹងថាមីស្រឡាញ់ឈ្មោះស្រឡាញ់ម្ចាស់ស្រីស្រឡាញ់បរិមម្នាក់ទៀតដែលនៅទីឆ្ងាយនេះគឺជារឿងខ្ញុំស្រឡាញ់អ្នកស្រឡាញ់គេស្រឡាញ់អ្នកដទៃខ្ញុំជឿថារឿងនេះនៅសង្គមជាក់ស្ដែងយើងក៏មានច្រើនដែរតែទោះយ៉ាងណាក្ដីស្រឡាញ់រវាងមនុស្សពីរនាក់មិនថាវិវត្តទៅតាមពិធីណាទេខ្ញុំជឿថាចុងក្រោយតែមានការបញ្ចប់ពីរយ៉ាងគឺនៅជាមួយគ្នាឬបែកគ្នាអញ្ចឹងហើយបើសិនបាននាងទទួលបានក្ដីបញ្ចប់មួយណាក៏ដោយក្រោយនៅពិបាកចិត្តរួចហើយគឺដូចនឹងម្ចាស់ស្រីអញ្ចឹងគឺបន្តរស់នៅជីវិតឯករាជ្យដល់ខ្លួនឯងបន្តការស្រឡាញ់ចំពោះពិភពលោកនេះអ្នកនឹងប្រទះឃើញថាពិភពលោកនេះនឹងកាន់តែទន់ភ្លន់សម្រាប់អ្នកហើយបើឆ្នាំ2025បានធ្វើឲ្យអ្នកមិនសប្បាយចិត្តឬមានភាពផ្សាយក្រោយនៅអ្វីត្រូវចាំថាអ្វីនឹងប្រសើរឡើងវិញអ្វីនឹងចាប់ផ្ដើមសារជាថ្មីឆ្នាំថ្មីនេះត្រូវជាស្រឡាញ់ខ្លួនឯងស្រឡាញ់ពិភពលោកជុំវិញខ្លួននោះអ្នកនៅប្រទះឃើញភាពល្អជាច្រើនដែលលាក់នៅក្នុងពិភពលោកនេះហើយអញ្ចឹងវីដេអូនេះបានមកដល់ទីបញ្ចប់ហើយបើសិនបានអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះសូមជួយ like subscribe ទៅកាន់ account របស់ Kogami Sensei ផងដូចអ្នកគ្នាឃើញអញ្ចឹងនេះមានវីដេអូបែបរបស់ខ្ញុំទេខ្ញុំក៏nakយកវីដេអូនេះពី channel របស់ Kogami Sensei ហើយគ្រាន់តែបញ្ចូល slide របស់ខ្ញុំដែលខ្ញុំចង់ដឹងថាតើខ្ញុំអាចមានសមត្ថភាពសម្រាប់រឿងដូចគាត់ដែរឬទេហើយខ្ញុំសូមអភ័យទោសទៅកាន់ Kogami Sensei ផងដែរ